សូមជម្រាបសួរបងប្អូនទាំងអស់នៅក្នុង YouTube បាទខ្ញុំបាទ Channel រទ្ធី Yunas សូមស្វាគមន៍នៅពេលនេះសូមបងប្អូនបានបន្តស្ដាប់ហើយជាវគ្គបញ្ចប់នៃប្រវត្តិសាស្ត្ររបស់ខ្មែរអាណាចក្រភ្នំសូមបងប្អូនស្ដាប់សូមរីករាយ3សង្គមខ្មែរសម័យអាណាចក្រភ្នំដំណើរវិវត្តនៃប្រវត្តិសាស្ត្របានបង្ហាញថាអាណាចក្រភ្នំបានទទួលឥទ្ធិពលអារីធម៌ឥណ្ឌាយ៉ាងខ្លាំងអស់ពីរលើកគឺមួយលើកនៅដើមសទី1និងមួយលើកទៀតនៅដើមសទី5ទៅទៀតយើងនឹងសាកល្បងគូសវាសរូបភាពសង្គមខ្មែរនៅសម័យនោះដោយពឹងផ្អែកទៅលើឯកសារចិននិងសិលាចារឹក 4. លក្ខណៈមនុស្សឯកសារចិនជាច្រើនបានបញ្ជាក់ថាមនុស្សនៅអាណាចក្រភ្នំមានសម្បុរខ្មៅសក់រួញអង្គាដីរូបច្រើនមិនសូវបានព័ត៌មាននេះអាចប្រាប់យើងពីលក្ខណវិជ្ជារបស់ជនជាតិខ្មែរមុនជាទូទៅនិងជាពិសេសរបស់ជនជាតិខ្មែរយើងនេះឯងដែលចិននិយាយថាមានសម្បុរខ្មៅក្តីរូបច្រើនមិនសូវបានក្តីគឺគេនិយាយដោយប្រៀបធៀបជាមួយលក្ខណៈរបស់មនុស្សចិនប៉ុន្តែដោយសារកង្វះឯកសារជាភាសាខ្មែរនៅសម័យនោះទើបអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈប្លែកចំពោះម្ចាស់ដើមនៃអាណាចក្រភ្នំនេះអ្នកខ្លះយល់ថារដ្ឋនេះជារដ្ឋឥណ្ឌាខ្លះទៀតយល់ថារដ្ឋមុនឬខ្មែរមុនផងឬមកយូរទៅវិញតាមការពិតជាតិទាំងប៉ុន្មានខាងលើនេះសុទ្ធតែបានរស់នៅក្នុងអាណាចក្រភ្នំជាមួយគ្នាទាំងអស់ហើយអ្នកខ្លះជាអ្នកកាន់អំណាចគ្រប់គ្រងគេខ្មែរនិងឥណ្ឌាខ្លះឯអ្នកខ្លះទៀតជាអ្នកត្រូវគេគ្រប់គ្រងប៉ុណ្ណោះមុនមកយូរ 5. ការរស់នៅនិងទំនៀមទម្លាប់យោងតាមឯកសារចិនបានបញ្ជាក់ថាមនុស្សនៅអាណាចក្រភ្នំច្រើនលែងខ្លួនអ្នកក៏ស្លៀកសារ៉ុងអំបោះដើរជើងទទេអ្នកមាននិងនាម៉ឺនស្លៀកសារ៉ុងចោបាប់ពាក់ស្បែកជើងផ្ទះសង់ខ្ពស់ពីដីប្រក់ស្លឹកចាក់ដែលដុះនៅមាត់សមុទ្រហើយមានការតុបតែងផ្ទះទាំងនោះសុទ្ធតែសង់ពីឈើដែលគេកាប់យកមកពីក្នុងព្រៃមានរបងព័ទ្ធជុំវិញហើយផ្ដុំគ្នាជាភូមិមានពី50ទៅ60ផ្ទះដែលមានស្រះមួយសម្រាប់យកទឹកប្រើប្រាស់រួមគ្នាមនុស្សនៅអាណាចក្រភ្នំគ្មានគំនិតតញមញ៉ាំនិងស្មោះត្រង់ណាស់មិនចេះលួចទេឯកសារខ្លះថាមានចិត្តលោភលន់មានការប៉ិនប្រសប់ហើយខលព្រោះចូលចិត្តចាប់យកមនុស្សនៅក្រុងជិតខាងដែលមិនព្រមគោរពរាប់អានខ្លួនមកធ្វើជាខ្ញុំកំដរនៅពេលទំនេរគេចូលចិត្តលេងប្រជល់មាន់និងប្រជល់ជ្រូកសង្គមអាណាចក្រភ្នំជាសង្គមមេនិយមគឺគេទុកស្រីជាធំក្នុងគ្រួសារផងក្នុងសង្គមផងរឿងនាងលីវយីលើកតបទៅទល់នឹងហ៊ុនទៀនជាភស្តុតាងមួយយ៉ាងជាក់ស្ដែងឯកសារចិនបាននិយាយថាពិធីបុណ្យការនិងបុណ្យសពមានលំនាំដូចនៅលើយីហើយបានបញ្ជាក់ថានៅស្រុកនោះស្រីទៅដណ្ដឹងប្រុសបើដូច្នេះអ្នកស្រុកភ្នំសម័យនោះច្បាស់ជាឲ្យស្រីទៅដណ្ដឹងប្រុសនៅឡើយនេះជាធាតុមួយទៀតសម្រាប់បញ្ជាក់ពីអត្ថភាពនៃលទ្ធិមេនិយមទៀតដែរចំពោះរឿងនេះពួកចិនបានកត់សម្គាល់ម្យ៉ាងទៀតថានៅក្នុងគ្រួសារពួកស្រីប្រុសគេអាចតាក់ទងគ្នាបានតាមទំនឹងចិត្តក្នុងករណីកាន់ទុកគេត្រូវតែកោសក់កោពុកមាត់ឯពិធីរំលាយសពមាន4យ៉ាងរួមមានបោះសពចោលទៅក្នុងទឹកទន្លេបូជាដោយភ្លើងយកសពទៅកប់និងយកសពទៅដាក់ចោលក្នុងព្រៃស្មଶାນឲ្យសត្វស៊ីដោយថាចាត់ខ្ញុំបាទ Channel រទ្ធីសូមអរគុណច្រើនចំពោះការតាមដានស្ដាប់របស់បងប្អូននៅអាណាចក្រភ្នំបានបញ្ចប់តែសូមកុំភ្លេចបងប្អូនបានបន្តតាមដានស្ដាប់ប្រវត្តិសាស្ត្រខ្មែរអាណាចក្រជាតិឡាបន្តទៀតហើយសូមខឹមថាបងប្អូនទាំងអស់គ្នានឹងបានជួយ like និងជួយ Subscribe ដល់ Channel ខ្ញុំបាទ រទ្ធី Yunas អរគុណច្រើនសង្ឃឹមទុកជាមុនបាទ